អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជានិងថៃអត់ធ្មត់នឹងសន្ទនាគ្នាដើម្បីដោះស្រាយចំនួនព្រំដែនតែទៅនឹងរបាយការណ៍នៃការប៉ះទង្គិចប្រដាប់អាវុធជាថ្មីរវាងកម្ពុជាថៃអគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឲ្យមានការអត់ធ្មត់នឹងការសន្ទនាដើម្បីដោះស្រាយចំនួនព្រំដែននៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី8ធ្នូអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូញ៉ូ ហ្គតរ៉េសបានមានការព្រួយបារម្ភចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជានិងថៃជាពិសេសការវាយប្រហារតាមអាកាសដែលបានរាយការណ៍នឹងការចល័តឧបករណ៍ធុនធ្ងន់នៅតំបន់ព្រំដែនលោកជំរុញឲ្យភាគីទាំងពីរអត់ធ្មត់និងជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀតនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថាវិវាទព្រំដែនរវាងកម្ពុជានិងថៃបានបណ្ដាលឲ្យមានជនស៊ីវិលស្លាប់និងរងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងការភៀសខ្លួននៅសងខាងព្រំដែនលោកអគ្គលេខាធិការសង្កត់ធ្ងន់ថាភាគីទាំងពីរត្រូវតែការពារជនស៊ីវិលនិងជួយសម្រួលដល់ការសង្គ្រោះមនុស្សធម៌អគ្គលេខាធិការអង្គការសហប្រជាជាតិបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកដល់ភាគីឲ្យត្រឡប់ទៅក្របខ័ណ្ឌនៃសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅក្នុងទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាបដិញ្ញាឡើងវិញចំពោះបទឈប់បាញ់និងអនុវត្តវិធានការកាត់បន្ថយការកើនឡើងភាពតានតឹងនិងការកសាងទំនុកចិត្តលោកអំពាវនាវឲ្យភាគីទាំងពីរប្រើប្រាស់គ្រប់យន្តការទាំងអស់សម្រាប់ការសន្ទនាដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងនៃចំនួនតាមរយៈមធ្យោបាយសន្តិវិធីអង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងរាល់កិច្ចខិតខំប្រឹងប្រែងសម្ដៅលើកកម្ពស់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់